មានមនុស្សសួរថាហេតុអ្វីបានជាម្ចាស់កសិដ្ឋានចិញ្ចឹមត្រីត្រូវបោះដុំទឹកកកយ៉ាងច្រើនចូលក្នុងស្រះត្រីតើត្រីក៏ចូលចិត្តស៊ីទឹកកកដែរឬតាមពិតទៅដុំទឹកកកទាំងនេះមិនមែនសម្រាប់ឲ្យត្រីស៊ីនោះទេគោលបំណងចម្បងគឺដើម្បីបញ្ចុះកម្ដៅទឹកពេលនេះអ្នកប្រកាសជាឆ្ងល់ហើយថាត្រីទាំងនេះនៅក្នុងទឹកជារៀងរាល់ថ្ងៃតើពួកវាក៏ខ្លាចកម្ដៅដែរឬពិតមែនហើយត្រីពិតជាខ្លាចកម្ដៅណាស់ជាដំបូងត្រីទឹកសាបដែលចិញ្ចឹមទាំងនេះត្រូវការសីតុណ្ហភាពទឹកចន្លោះពី22ដល់28អង្សាសេកាលណាទឹកមានសីតុណ្ហភាពលើសពី30អង្សាសេពួកវានឹងចាប់ផ្ដើមពិបាកទ្រាំហើយលើសពី35អង្សាសេនឹងមានប្រតិកម្ម stress ខ្លាំងបើលើសពី38អង្សាសេវិញពួកវានឹងងាប់ជាហ្វូងតែម្ដងសីតុណ្ហភាពខ្ពស់នឹងធ្វើឲ្យការរំលាយអាហាររបស់ត្រីកើនឡើងទ្វេដងការប្រើប្រាស់អុកស៊ីហ្សែននឹងកើនឡើងពី50%ទៅ100%នេះហើយជាមូលហេតុដែលនៅរដូវក្តៅស្រះត្រីមួយចំនួនមានត្រីងាប់យ៉ាងច្រើនសន្ធឹកសន្ធាប់ដូច្នេះដើម្បីទប់ស្កាត់កុំឲ្យរឿងនេះកើតឡើងទើបអ្នកចិញ្ចឹមត្រីនាំគ្នាទិញទឹកកកយ៉ាងច្រើនពីទីផ្សាររួចបោះវាចូលទៅក្នុងស្រះត្រីទាំងអស់ដើម្បីបញ្ចុះកម្ដៅទោះបីជាដុំទឹកកកទាំងនេះมันអាចបញ្ចុះកម្ដៅស្រះទាំងមូលក្នុងពេលតែមួយបានក៏ដោយប៉ុន្តែទឹកត្រជាក់ដែលរលាយចេញពីទឹកកកមានកម្រិតអុកស៊ីហ្សែនខ្ពស់ជាងទឹកត្រជាក់នឹងលិចចុះទៅបាតស្រះចំណែកទឹកក្តៅនឹងអណ្ដែតឡើងលើវាជួយជំរុញការផ្លាស់ប្ដូរចរន្តទឹកលើក្រោមធ្វើឲ្យអុកស៊ីហ្សែនពីបាតស្រះអណ្ដែតឡើងមក